តាពូយនៅណានេះមិនមែនជាឆ្នាំ1955ទេនេះគឺជាសម្លេងដ៏ផិតភ័យរបស់អ្នកបើកយន្តហោះ Fly លេខ914បន្ទាប់ពីពួកគាត់បានដឹងខ្លួនថាឆ្លងពេលវេលាអស់រយៈពេល37ឆ្នាំនេះគឺជាអាថ៌កំបាំង Fly លេខ914ដែលធ្វើឲ្យពិភពលោកស្រឡាំងកាំងនៅថ្ងៃទី2ខែកក្កដាឆ្នាំ1955យន្តហោះ Fly លេខ914បានហោះចេញពីទីក្រុងញូវយ៉កឆ្ពោះទៅកាន់ Miami ជាមួយអ្នកដំណើរ57នាក់ប៉ុន្តែត្រឹមតែប្រមាណនាទីចុងក្រោយវាក៏បានបាត់ចេញពីប្រព័ន្ធរ៉ាដាទាំងស្រុងការរុករកយ៉ាងខ្លាំងក្លាបានធ្វើឡើងប៉ុន្តែគឺមិនបានរកឃើញសូម្បីតែបំណែកយន្តហោះឬសាកសពអ្នកដំណើរសូម្បីតែម្នាក់រហូតដល់ថ្ងៃទី9ខែកក្កដាឆ្នាំ1992ស្រាប់តែមានយន្តហោះមួយដែលមានម៉ូដែលចាស់មួយគ្រឿងបានលេចមុខឡើងនៅលើរ៉ាដាទីក្រុង Caracas ប្រទេស Venezuela នៅពេលចុះចតអ្នកបញ្ជាចរាចរណ៍ផ្លូវអាកាសបានសួរ pilot ថាតើពួកគេមានដឹងទេថានៅទីនេះគឺឆ្នាំ1992 pilot បានស្រែកដោយភ័យភ័យខ្លាចថាមិនអាចទេហើយប្រាប់ថាពួកគេត្រូវបានចុះចតនៅ Miami នៅថ្ងៃទី2ខែកក្កដាឆ្នាំ1955អ្វីដែលកាន់តែចម្លែកនោះនៅមុនពេលតែបន្តិច pilot ក៏បានបញ្ឆេះម៉ាស៊ីនហើយហោះចាក់ចេញទៅបាត់សិនមកទៀតតើវាគឺជាការឆ្លងវិមានពេលវេលាឬក៏តែជារឿងប្រឌិតសម្រាប់បងប្អូនយល់យ៉ាងណាដែរជាចុងក្រោយខ្ញុំសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ like ជួយ subscribe ជាមួយនឹងសញ្ញាកណ្ដឹងដើម្បីដឹងរឿងអាថ៌កំបាំងប្លែកៗជាច្រើនទៀតនៅជុំវិញពិភពលោកសូមអរគុណ